ខណៈពេលនេះអាមេរិកបានដំឡើងពន្ធនាំចូលទំនិញពីប្រទេសចិនឡើងរហូតដល់ 245% ហើយដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទេការសងសឹកគ្នារវាងចិននិងអាមេរិកតាក់ទងទៅនឹងការដំឡើងពន្ធនេះធ្វើឲ្យគ្រប់ប្រទេសនៅក្នុងពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងឥឡូវនេះបងប្អូនងាកមកចាប់អារម្មណ៍ជាមួយនឹងសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក្រោយពេលដែលឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារបស់យើងរយៈពេល2ថ្ងៃគឺថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025ថាតើកម្ពុជានិងចិនបានសម្រេចព្រមព្រៀងគ្នាទៅលើកិច្ចការងារអ្វីខ្លះបងប្អូនសេចក្តីថ្លែងការណ៍រួមនេះគឺមានរហូតទៅដល់11ទំព័រឯណោះអញ្ចឹងសេចក្តីថ្លែងការណ៍រួមគឺនិយាយអំពីការកសាងសមាគមវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីនិងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលនិងគំនិតផ្ដួចផ្ដើមអរិយធម៌សកលលោកលោកស្រីប្រិយម្នាក់ស្ដាប់ដោយសារតែសេចក្តីថ្លែងការណ៍នេះមានរយៈពេលវែងដូច្នេះនាងខ្ញុំសម្រេចថាអានជូនលោកស្រីបានជ្រាបជាព័ត៌មានហ្នឹងគឺចែកចេញជាភាគអាចជា3ឬ4ភាគអញ្ចឹងឥឡូវដើម្បីកុំឲ្យខាត់ពេលយូរនាងខ្ញុំសូមអានជូនលោកស្រីអ្នកស្ដាប់ជ្រាបជាព័ត៌មានដូចតទៅដូច្នេះបន្ទាប់ពីឯកឧត្តមស៊ីជីនពីងបានចូលថ្វាយបង្គំគាល់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរនឹងជួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាភាគីទាំងពីរបានបញ្ជាក់ជាថ្មីថាកម្ពុជានិងចិនជាមិត្តដៃថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមកនិងគាំទ្រគ្នាគ្រប់កលៈទេសៈចំណងមិត្តភាពជាប្រពៃណីកម្ពុជាចិនត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយព្រះករុណាព្រះវររាជបិតាព្រះបរមរតនកោដ្ឋនរោត្តមសីហនុនិងថ្នាក់ដឹកនាំចិនជំនាន់មុនដែលជាជំរើសប្រវត្តិសាស្ត្រនិងរបស់ប្រជាជនទាំងពីរជាយូរមកហើយភាគីទាំងពីរបានបន្តបដិញ្ញារក្សាសមាភិបផលប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះហើយគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹងក្នុងការការពារអធិបតេយ្យសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍរបស់ជាតិព្រមទាំងរួមគ្នាការពារសច្ចធម៌និងយុត្តិធម៌អន្តរជាតិ